បាទសួស្តីបងប្អូនអរគ្នាបែកគ្នាមករយៈជួបគ្នាម្ដងទៀតហើយបាទរយៈពេល5ថ្ងៃអត់បានចេញវីដេអូអីសោះដោយសារជាប់មានទុរៈផ្ទាល់ខ្លួនបន្តិចបងប្អូនណាបាទបងប្អូនសម្រាប់វីដេអូរបស់ខ្ញុំនៅថ្ងៃនេះគឺប្រធានបទគឺយើងទៅណាអត់ឆ្ងាយពី AI ទេដោយនៅថ្ងៃនេះខ្ញុំនឹងបង្ហាញជូនបងប្អូនទាំងអស់គ្នាអំពីគន្លឹះក៏ដូចជារបៀបនៅក្នុងការបង្កើតវីដេអូបែប relax បែប meditation បាទដោយអ្វីដែលខ្ញុំបាន play ជូនបងប្អូននេះគឺជាប្រភេទវីដេអូដែលខ្ញុំ download ពីបណ្ដាញសង្គម TikTok ហើយវាជា content ដែលល្អដែលធ្វើឲ្យអ្នកមើលគាត់មានអារម្មណ៍ស្រស់ស្រាយបាទគាត់មានអារម្មណ៍ល្អជាពិសេសនៅពេលដែលគាត់សម្រាកពីការងារណាបាទគាត់បើកវីដេអូប្រភេទហ្នឹងមកបាទមានអារម្មណ៍ថា relax ធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយធ្វើឲ្យអារម្មណ៍យើងបាទរំសាយការនឿយហត់ពីការងារបងប្អូនណាបាទអញ្ចឹងប្រភេទវីដេអូនេះគឺល្អខ្លាំងមែនទែនហើយសម្រាប់បងប្អូនបាទគឺបងប្អូនទាំងអស់គ្នាគឺសុទ្ធតែអាចផលិតបានទាំងអស់បាទពីព្រោះដោយសារយើងអត់ចាំបាច់ចំណាយពេលទៅថតអីស្មុគស្មាញទេបាទគឺយើងប្រើ AI មកជំនួយបងប្អូនណាបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញជូនបងប្អូនទាំងអស់គ្នាលម្អិតបាទរាប់ចាប់តាំងពីការបង្កើតរូបភាពរហូតទៅដល់ការបង្កើតទៅជាវីដេអូនិងការយកវីដេអូយកមកកាត់តហើយនឹងការ generate sound ផ្សេងៗហ្នឹងបាទគឺខ្ញុំនឹងបង្ហាញជូនបងប្អូនលម្អិតតែម្ដងបងប្អូនណាបាទអញ្ចឹងសម្រាប់វីដេអូនេះគឺអាចរៀងយូរបន្តិចហើយសម្រាប់បងប្អូនខ្ញុំលើកទឹកចិត្តឲ្យតាមដានក៏ដូចជាទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ពីព្រោះថា process នីមួយៗបាទគឺមានលក្ខណៈពេលខ្លះអាចរៀងស្មុគស្មាញបាទហើយខ្ញុំព្យាយាមលម្អិតជូនបងប្អូនអរគ្នាតាំងពី step ទី1រហូតដល់ step ចុងក្រោយដែលយើងអាចបង្កើតបានជាវីដេអូបែបហ្នឹងបងប្អូនណាបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរបាទខ្ញុំសូមអញ្ជើញបងប្អូនទៅទស្សនាទាំងអស់គ្នាបាទបងប្អូនអរគ្នាមុននឹងចូលទៅដល់ការផលិតក៏ដូចជាបង្កើតវីដេអូបែបនេះបាទអនុញ្ញាតឲ្យខ្ញុំសូម play ជូនបងប្អូនម្ដងទៀតបងប្អូនណាបាទទី1នេះគឺជាប្រភេទវីដេអូបាទជាប្រភេទវីដេអូដែលចេញមកគឺបែប relax ហ្មងបងប្អូនបាទនៅក្នុងលក្ខណៈដូចជាផ្ទះក៏ប៉ុន្តែនៅក្នុងព្រៃភ្នំហើយនៅខាងក្រៅមានភ្លៀងហើយមាន sound បន្តិចមកបាទគឺមានអារម្មណ៍ថាស្រស់ថ្លា relax ខ្លាំងមែនតើបងប្អូនបាទបងប្អូននៅពេលដែលបងប្អូនបាទខ្ញុំសូមបញ្ជាក់បន្តិចបងប្អូនវីដេអូនេះសម្រាប់វីដេអូនេះគឺបងប្អូនអត់អាចយកទៅប្រើបានទេពីព្រោះដោយសារតែវាជាប្រភេទវីដេអូដែលខ្ញុំ download ពីបាទ TikTok មកបាទបណ្ដាញសង្គម TikTok ហើយខ្ញុំគិតថាវីដេអូប្រភេទនេះគឺវាល្អដែរសម្រាប់បងប្អូនបាទជាពិសេសបងប្អូនដែលថ្មីអត់ដឹងថាត្រូវបង្កើតមាតិកាប្រភេទណាត្រូវផលិត content បែបណាណាបាទបងប្អូនអាចពិចារណាបានបងប្អូនណាបាទចឹងសម្រាប់វីដេអូនេះគឺយើងអត់អាចយកទៅប្រើប្រាស់បន្តទៀតបានទេពីព្រោះដោយសារមានគេប្រើប្រាស់ហើយវាជាប់ copyright ហើយអ្វីដែលខ្ញុំបង្ហាញជូនបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺគ្រាន់តែជា sample បាទ sample បាទន័យថាយើងនឹងបង្កើតវីដេអូប្រភេទស្តៀងហ្នឹងបាទអត់ដូចហ្នឹងទេក៏ប៉ុន្តែស្តៀងហ្នឹងបងប្អូនណាបាទអូខេបងប្អូនបន្ទាប់ពីបងប្អូនបានវីដេអូប្រភេទហ្នឹងហើយបាទយើងមានគម្រោងនៅក្នុងការបង្កើតវីដេអូស្តៀងហ្នឹងបងប្អូនណាបាទចំណុចទី1ដែលបងប្អូនត្រូវធ្វើបាទបងប្អូនត្រូវ short screen បាទ short screen វីដេអូហ្នឹងមកបាទឲ្យចេញជារូបភាពបែបនេះបងប្អូនណាបាទនេះគឺជារូបភាពដែលខ្ញុំ short screen ចេញពីវីដេអូមកបាទបន្ទាប់ពីបងប្អូន short screen ហើយបាទចំណុចដំបូងដែលបងប្អូនត្រូវធ្វើបាទបងប្អូនចូលទៅកាន់ website មួយដែលមានឈ្មោះថាបាទ ImageX បាទនេះបងប្អូន ImageX នេះគឺខ្ញុំបានបង្ហាញជូនបងប្អូនទាំងអស់គ្នាម្ដងហើយកាលពីវីដេអូមុនបងប្អូនអាចចូលទៅមើលលម្អិតថាតើរបៀបនៅក្នុងការប្រើប្រាស់ ImageX នេះគឺរបៀបម៉េចហើយអ្វីដែលសំខាន់បងប្អូនគឺបងប្អូនប្រើប្រាស់ AI នេះបាទជាកម្មវិធី AI របស់ Google យើងប្រើប្រាស់ដើម្បី generate រូបភាពបងប្អូនណាបាទដើម្បីបង្កើតរូបភាពអញ្ចឹងនៅពេលដែលចូល website នេះហើយបងប្អូនចូលទៅកាន់ website មួយទៀតគឺ ChatGPT បាទបន្ទាប់មកបងប្អូន attach រូបភាពដែលយើងបាន short screen មិញហ្នឹងបងប្អូនបាទនេះបងប្អូនគឺជាប្រភេទរូបភាពដែលខ្ញុំបាន short screen ហ្នឹងបាទខ្ញុំ attach មកហើយបន្ទាប់មកខ្ញុំទៅសេពាក្យថា please write a prompt to
create បាទ create AI picture like this បាទបងប្អូនខ្ញុំសូមបញ្ជាក់បន្តិចនៅក្នុងការបង្ហាញរបស់ខ្ញុំនេះបាទបានន័យថាវាមានពីរជម្រើសដែលបងប្អូនអាចធ្វើបានណាបាទនៅក្នុងការបង្កើតវីដេអូជម្រើសទី1គឺបងប្អូន short screen បាទ short screen image ហ្នឹងហើយបន្ទាប់មកបងប្អូនយករូបភាពដែលបងប្អូន short screen ហើយហ្នឹងបាទយកមកដើម្បីឲ្យ ChatGPT គាត់ទៅ save prompt មកយើងហើយបន្ទាប់មកយើងយក prompt ហ្នឹងយកមក generate ជារូបភាពបាទបន្ទាប់ពី generate ជារូបភាពហើយគឺបន្ទាប់មកទៀតគឺយើងនឹងយករូបភាពហ្នឹងយកទៅ generate ជាវីដេអូបងប្អូនណាបាទនេះគឺជាគេហៅថាវិធីទី1វិធីទី2គឺបងប្អូនអាចយកវីដេអូនេះហ្មងបងប្អូនបាទវីដេអូហ្នឹងហើយបន្ទាប់មកគឺយើងចូល ChatGPT ឲ្យ ChatGPT គាត់ទៅ save prompt មកយើងដើម្បីបំលែងជាពី text ទៅជាវីដេអូបាទអានេះគឺជាវិធីទី2ហើយសម្រាប់ខ្ញុំនៅថ្ងៃនេះគឺខ្ញុំបង្ហាញបងប្អូនតែវិធីទី1នេះទេពីព្រោះដោយសារកុំឲ្យវីដេអូយើងវាវែងពេកណាបាទអញ្ចឹងយើងមកបន្តការងារយើងទៀតគឺខ្ញុំឲ្យ ChatGPT គាត់ទៅ save prompt មកយើងបាទ please write a prompt to create AI picture like this បាទ maybe អាចថា like attach photo បាទattach icon បាទប៉ុណ្ណឹងបងប្អូនហើយយើង enter ទៅហើយយើងចាំគាត់មកសន្ទុះបាទពេលហ្នឹងគាត់ទៅ save prompt មកយើងបងប្អូនមាន2ជម្រើសបងប្អូនណាបាទ response 1 response 2ជម្រើសទី1បាទ a cozy reading book បងប្អូនអាចសិក្សាមើលទៅឥឡូវខ្ញុំដោយសារគាត់generate 2ជម្រើសអញ្ចឹងយើងអាចសិក្សាបាទខ្ញុំអាចសាកល្បងជម្រើសទី1នេះសិនបាទខ្ញុំអត់អានទេបងប្អូនពីព្រោះដោយសារតែកុំឲ្យយូរបាទបងប្អូនអាចអានបានបាទអាចអានprompt ហ្នឹងណាបាទបើសិនជាឧទាហរណ៍ថាការសរសេររបស់គាត់វាខ្វះចន្លោះកន្លែងណាបងប្អូនអាចនេះបានអាចកែសម្រួលបានបងប្អូនបាទអញ្ចឹងខ្ញុំអត់អានទេដើម្បីកុំឲ្យយូរបាទកុំឲ្យវីដេអូយើងវែងបាទបន្ទាប់មកចំណុចនេះបាទយើងយក best quality ហើយបន្ទាប់មកអានេះគឺយើងយកប្រភេទពណ៌បងប្អូនណាបាទ portrait ពីព្រោះដោយសារយើង generate នេះគឺ generate ប្រភេទវីដេអូពណ៌បាទវីដេអូពណ៌អាចនិយាយបានថាជាវីដេអូ short ណាបាទ portrait បាទបន្ទាប់មកបងប្អូនចុចលើ create បាទហើយយើងចាំគាត់មកសន្ទុះទៅបាទបងប្អូនចេញមកហើយនេះគឺមានចំនួន4រូបភាពហើយរូបភាពរៀងស្រដៀងគ្នាដែរបងប្អូនបាទអញ្ចឹងឥឡូវខ្ញុំ download រូបភាពហ្នឹងសិនបាទខ្ញុំចុចលើ download ហើយអានេះខ្ញុំចុចលើ download ខ្ញុំ download ទាំង4រូបភាពបងប្អូនបាទចុចលើ download បាទអញ្ចឹងខ្ញុំបាន4រូបភាពបាទហើយខ្ញុំ open នេះរូបភាព4រូបភាពនេះមកបាទខ្ញុំកាត់យកមកដាក់នៅក្នុង folder របស់ខ្ញុំនេះបាទ4រូបភាពហ្នឹងបន្ទាប់មកខ្ញុំសាកល្បង script ទី2បាទ prompt ទី2បងប្អូនចាំមើលគេលុយយើងបានរូបភាពបែបគេថាប្លែកពីនឹងស្អាតជាងនឹងអីចឹងណាបាទអញ្ចឹងខ្ញុំលុបចេញបាទហើយខ្ញុំផាសបាទហើយចំណុចនេះខ្ញុំយក portrait ដដែលបាទហើយខ្ញុំ create option ទី2បងប្អូនណាបាទចាំមើលជួនកាល option ទី2អាចនឹងរៀងស្អាតជាងមុនឬមួយក៏មិនយើងទៅតាមយើងជ្រើសរើសបាទបងប្អូនចេញមកហើយនេះ option ទី2បាទចេញមកមានលក្ខណៈមានអារម្មណ៍ថារៀង fresh យ៉ាងស្អាតជាងមុនដែរបងប្អូនបាទអញ្ចឹងខ្ញុំ download បាទខ្ញុំ download ទាំង4រូបភាពហ្នឹងបងប្អូនចុច download ធម្មតាណាបាទអូខេបន្ទាប់ពី download បាន4រូបភាពហើយបាទខ្ញុំ copy ទាំង4រូបភាពហ្នឹងហើយខ្ញុំយកមកផាសចូលក្នុងនេះ
វាឲ្យ replace បាទអញ្ចឹងខ្ញុំអាចដាក់ថា option 1 បាទ option 1 ខ្ញុំ remove ចូល option 1 ហើយបន្ទាប់មក folder មួយទៀត option 2 បាទខ្ញុំកាត់ចូលមក option 2 បាទអូខេបងប្អូនឥឡូវយើងសាកចូលទៅមើលរូបភាពដែលយើង generate ហើយនេះគឺជារូបភាពដែលយើង generate ហើយ option 1 បាទគឺវាមានលក្ខណៈគេហៅថាបែប relax បងប្អូនបាទនៅក្នុងតំបន់ព្រៃភ្នំបាទឥឡូវយើងចូលទៅមើល option ទី2បាទ option ទី2មួយណាស្អាតជាងបាទនេះបងប្អូនសម្រាប់ option ទាំងពីរនេះបងប្អូនអាចយកមកប្រើប្រាស់បានទាំងអស់បងប្អូនណាបាទបានទាំងអស់ហើយសម្រាប់ការ generate ផ្សេងៗហ្នឹងបាទបងប្អូនអាច generate ទៅហើយយើងសិក្សាមើលថាតើពេលដែល generate ហើយយើងអាចយកមកផ្គុំគ្នាបានអត់បងប្អូនបាទអូខេបងប្អូនឥឡូវខ្ញុំសាកល្បងធ្វើ option ទី2ព្រោះ option ទី2មើលទៅដូចជារៀងស្អាតជាងបងប្អូនបាទអូខេបងប្អូនឥឡូវយើងបានរូបភាពហើយចំណុចបន្ទាប់មកទៀតបងប្អូនបាទបងប្អូនត្រូវចូលទៅកាន់ website មួយបាទដែលមានឈ្មោះថា Kling AI បងប្អូនណាបាទ Kling AI នេះបងប្អូនអាចប្រើ Kling AI ក៏បានប្រើ Hailu ក៏បានបាទឬមួយក៏ប្រើ Leonardo ក៏បានឬមួយក៏ប្រើ AI Studio របស់ Google ក៏បានបងប្អូនណាបាទមានច្រើនទម្រង់បងប្អូនណាបាទអញ្ចឹងខ្ញុំចុចទៅលើ create បាទបងប្អូននេះខ្ញុំមាននៅសល់ credit free ចំនួន146 credit ដែរបងប្អូនចាំមើលអាចសាកល្បង generate បានអត់បាទបន្ទាប់មកខ្ញុំជ្រើសរើសយកវីដេអូបាទបន្ទាប់មកខ្ញុំ upload បាទ upload option ទី2វីដេអូទី1បាទបន្ទាប់មកខ្ញុំត្រូវបញ្ចូលព្រមបងប្អូនណាបាទបញ្ចូលព្រមដើម្បីឲ្យកម្មវិធី Kling AI គាត់ធ្វើការ generate រូបជាវីដេអូឲ្យខ្ញុំអញ្ចឹងព្រមខ្ញុំអត់ដឹងថាត្រូវទៅសេបែបម៉េចទេអញ្ចឹងខ្ញុំឲ្យ ChatGPT ជួយទៅសេឲ្យខ្ញុំបាទ option ទី2បាទ picture ទី1 please write a prompt បាទ to create AI video of attach photo បាទអញ្ចឹងប៉ុណ្ណឹងបងប្អូន please write a prompt to create AI video of attach photo ខ្ញុំអាចបន្ថែមតិចទៅបាទ prompt shall have any description about raining outdoor បាទប៉ុណ្ណឹងបងប្អូនខ្ញុំបញ្ជាក់ប្រាប់គាត់ថាឲ្យគាត់ជួយទៅសេព្រមសម្រាប់បង្កើត AI វីដេអូបែបហ្នឹងហើយព្រមហ្នឹងគួរតែមានគេហៅថាមានភ្លៀងធ្លាក់នៅខាងក្រៅណាបាទខាងក្រៅអូខេអញ្ចឹងខ្ញុំសាក generate មើលបាទឲ្យគាត់បង្កើតជាព្រមឲ្យយើងចាំគាត់មកសន្ទុះចាញ់បងប្អូននេះ a peaceful indoor reading book inside បាទ bla 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 អញ្ចឹងតែខ្ញុំសូមអត់អានទេបងប្អូនណាពីព្រោះដោយសារកុំឲ្យវីដេអូយើងយូរបាទបងប្អូនអាចអានហើយយើងធ្វើការកែសម្រួលទៅតាមអ្វីដែលយើងចង់បានបងប្អូនណាបាទអញ្ចឹងនៅពេលដែល copy ហើយបងប្អូនចូលមកដល់ website Kling បាទកន្លែងនេះបងប្អូនផាសទៅបាទបន្ទាប់មកអានេះគឺយើងយក standard ធម្មតាបាទយើងយក5 second អាចថា10 second ក៏បានបាទខ្ញុំយក10ទៅហើយ input 1បាទហើយសម្រាប់ប្រភេទវីដេអូគឺដោយសារនេះគឺជាប្រភេទវីដេអូ picture អញ្ចឹងគាត់ generate មកក៏ picture ដូចគ្នាបងប្អូនណាអត់មានត្រូវជ្រើសរើសទេអញ្ចឹងការ generate របស់ខ្ញុំនេះគឺអស់ចំនួន40 credit បាទ
bà xin chỉ nhâm do pram cứ nhâm chai ở một hay credit tại bởi nhâm do đắp cứ nhâm chai ở sai sub credit bà chẳng nhâm xa là bón bà generate ba phone change mà này cứ chỉ là tập hợp để nhâm ban generate cho nhâm play xạ mới bóng phone bà cứ tranh bẹp nắng bóng phone này cứ miền là cái nào được xài liền á bà nơi khăn khẽ bà ok trắng nhâm bật sẵn bà tọt máu nhâm thua ca generate mùi tiết nhâm xạ ra hai lưu mà đo một con á bà nhâm xạ ra hai lưu mà đón bà chẳng hai lúa cứ nhâm ra rụp hiệp TP bà touch photo này rụp hiệp TP hai chấm mới thật tá rồi biến hai lúa hay nâng clean AI mùi ná generate ban là o chiêng một con á bà chẳng nơi khăn ông ní cứ nhâm ta xe đôi khi ní bà create bóng phone ai pra prom chah ní các bạn này bóng phone á bà ai pra prom chah ní các bạn hôm tay nhâm ắt trong pra prom chah thế nhâm trong ta xe prom mấy vì bộ đại xa rụp hiệp ní có chia rụp hiệp mấy đại bóng phone bà lấy những ban prom hai bóng phone nhưng copy prom nông máu bàต่อมาบางคนโจทย์การเว็บไซต์ให้รู้บ่ายังโย create video ต่อมายังถ่ายบ่าถ่ายวิดีโอที่ปีนี้บางคนบ่าโอเคไปต่อมายังไปโจพร้อมให้พร้อมนี้โดยยมจะมีชูบางคนใช่ไหมบ่าบางคนอ่านให้อันนะចំណុចណាដែលយើងអាចកែសម្រួលបានយើងចង់កែសម្រួលយើងកែសម្រួលពីព្រោះដោយសារខ្ញុំចំណុចនេះខ្ញុំអត់កែសម្រួលទេពីព្រោះដោយសារកុំឲ្យវីដេអូរបស់យើងយូរបងប្អូនណាបាទអញ្ចឹងខ្ញុំតម្លាក់ព្រមនឹងហើយខ្ញុំធ្វើការ generate ផ្ទាល់តែម្ដងអូខេអញ្ចឹងអស់ហើយគឺ quality quantity មួយបាទហើយខ្ញុំ generate បាទ creating បងប្អូនចាំគាត់មកស្ទុះយើងចាំមើលថាតើរវាង clean AI ហើយនឹង Hailu បាទមួយណាដែលមើលទៅវា perfect ជាងណាបាទវីដេអូបាទអូខេបងប្អូនឥឡូវនេះដោយសារតែ Hailu គឺវា take រៀង long បន្តិចដោយសារយើងប្រើប្រភេទ non member ណាបាទប្រភេទ account ដែលមិន register អញ្ចឹងវាដាក់ថា non member queue 21 minutes wait អញ្ចឹងវារៀងយូរបន្តិចបាទបងប្អូនឥឡូវនេះកំឡុងពេលយើងកំពុងតែចាំបាទខាង Hailu គាត់ generate ជាវីដេអូឲ្យយើង take time បន្តិចបងប្អូនយើងយូរដែរអញ្ចឹងកុំឲ្យខាតពេលខ្ញុំចូលខ្ញុំបកមកខាង clean វិញបងប្អូនណាបាទ clean AI ហើយខ្ញុំធ្វើការ generate នៅប្រភេទវីដេអូមួយទៀតបាទអញ្ចឹងខ្ញុំ select យករូបភាពទី3បាទហើយបន្ទាប់មកនិយាយបានថាខ្ញុំយក script នេះបាទយក prompt នេះដដែលហើយខ្ញុំ pass បាទបន្ទាប់មកចំណុចនេះខ្ញុំយក10 second ដដែលបងប្អូនបាទហើយខ្ញុំធ្វើការ generate បាទអញ្ចឹងចាំមើលថាតើគាត់ generate បែបម៉េចសម្រាប់វីដេអូទី2នេះបាទបងប្អូននៅក្នុងការ generate នេះគឺបងប្អូនអាច generate ទៅតាមចំនួន credit ដែលយើងមានបាទសម្រាប់ខ្ញុំឥឡូវនេះនៅសល់តែ66 credit ទេគឺបង្កើតអស់ហើយហើយបងប្អូនចង់បានប្រើអស់ហើយចង់បានថ្មីតើចាំខែក្រោយបងប្អូនណាសម្រាប់យើងអត់ទិញ license បងប្អូនសម្រាប់ខ្ញុំអត់ទាន់ទិញ license ពីព្រោះដោយសារតែខ្ញុំគិតថាខ្ញុំអត់ទាន់មានតម្រូវការអញ្ចឹងខ្ញុំអត់ទាន់ទិញទេព្រោះដោយសារយើងមានតម្រូវការអត់សូវច្រើនបងប្អូនណាបាទអូខេបងប្អូនចេញមកហើយនិយាយរួម Clean AI គឺពេលដែលគាត់បង្កើតរៀងលឿនជាងបងប្អូនណាបាទលឿនជាង Hailu នេះគឺនៅ19នាទីទៀតយូរខ្លាំងមែនតើបាទអញ្ចឹង Clean AI គាត់បង្កើតបានលឿនមុនគេអញ្ចឹងខ្ញុំសាក play មើលបងប្អូនខ្ញុំដាក់ full screen ហើយខ្ញុំ play បាទនេះបងប្អូនបាទចេញមកហើយគឺលក្ខណៈដូចជាគេហៅថារៀង movement ក៏ប៉ុន្តែអត់មាន fall ទេអត់មាន rainfall ទេបាទឃើញទេបងប្អូនបាទ
នេះគឺជាប្រភេទវីដេអូបែប relax បាទអូខេអញ្ចឹងបានប៉ុណ្ណឹងហើយខ្ញុំបង្កើតវីដេអូទី4បាទវីដេអូចុងក្រោយសម្រាប់រូបភាពរបស់យើងហើយវីដេអូចុងក្រោយនេះបងប្អូន40 credit គឺអស់ហើយបងប្អូនបាទខ្ញុំ select យករូបភាពទី4បន្ទាប់មកខ្ញុំយកព្រំទី1វិញបងប្អូនណាបាទព្រំទី1មានភ្លៀងធ្លាក់បាទហើយចំណុចនេះខ្ញុំយកតែ5 second ទេបាទអញ្ចឹងខ្ញុំអស់20 credit ខ្ញុំធ្វើការ generate បាទចាំគាត់មកស្ទុះបាទបងប្អូនឥឡូវយើងបានវីដេអូទី4ហើយបាទវីដេអូទី4ក៏ប៉ុន្តែវីដេអូទី3នេះគឺនៅរៀងយូរនៅហ្នឹងបងប្អូនបាទនៅខាង Kling នេះគេ generate បាន3វីដេអូហើយគាត់អត់ទាន់បាន1វីដេអូផងបាទអញ្ចឹងឥឡូវយើងសាក play មើលបងប្អូនបាទនេះបងប្អូន play បែបនេះគឺមានគេថាភ្លៀងធ្លាក់បន្តិចបាទនៅខាងក្រៅបាទអញ្ចឹងយើងបានវីដេអូនឹងហើយយើង download មកបងប្អូនបាទនេះខ្ញុំ download បាទបងប្អូនសម្រាប់វីដេអូដែលយើងបង្កើតមកនេះពេលខ្លះវាចង់និយាយថាវាអត់ដូចនឹងវីដេអូដែលយើងឃើញចង់និយាយថាឃើញដូច 100% ណាបាទក៏ប៉ុន្តែវាអាចស្តៀងអញ្ចឹងបាទស្តៀងអញ្ចឹងយើងអាចយកមកប្រើប្រាស់បានបាទបងប្អូនឥឡូវនេះ Hailu បានបង្កើតវីដេអូចេញហើយបាទគ្រាន់តែរៀងយូរបន្តិចបងប្អូនណាបាទឥឡូវខ្ញុំសាក play មើលមានចំនួន6 second បាទនេះបងប្អូន play ចេញមកគឺបែបនេះបងប្អូនបាទ Hailu គាត់ធ្វើចេញមកគឺទឹកភ្លៀងបាទទឹកភ្លៀងធ្លាក់មករៀងreal ជាងបាទ real ជាង Kling ដែលខ្ញុំមើលទៅណាបាទមើលទៅ real ជាង Kling បាទអញ្ចឹងអូខេបងប្អូនឥឡូវយើងបានវីដេអូនឹងហើយខ្ញុំ download បាទនេះខ្ញុំចុចទៅលើ download បាទបងប្អូននេះគឺជាវិធីសាស្ត្រនៅក្នុងការបង្កើតវីដេអូប្រភេទ relax បាទប្រភេទគេហៅថា meditation ណាបាទនៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញជូនបងប្អូនទាំងអស់គ្នាជាបន្តទៀតអំពីការបង្កើត sound ហើយនឹងការយក sound ហើយនឹងវីដេអូដែលយើង generate បានហ្នឹងបាទទៅផ្គុំគ្នាបង្កើតជាវីដេអូប្រភេទបែប relax ចឹងបងប្អូនណាបាទដោយសារតែវីដេអូនេះបាទកុំឲ្យយូរបាទខ្ញុំសូម slash ត្រឹមហ្នឹងសិនហើយសូមឲ្យបងប្អូនរងចាំតាមដានទស្សនាវីដេអូខ្ញុំបន្តមកទៀតគឺជាការបង្កើតនៅ sound ដោយប្រើប្រាស់កម្មវិធី AI ដូចគ្នាបងប្អូនណាបាទហើយខ្ញុំសូមបញ្ជាក់បន្តិចការបង្កើត sound ដោយប្រើប្រាស់កម្មវិធី AI ដែលខ្ញុំនឹងបង្ហាញជូនបងប្អូននៅវីដេអូបន្ទាប់គឺជាប្រភេទSano បាទក៏ប៉ុន្តែជាប្រភេទ Sano ដែលខ្ញុំទិញ license ហើយបងប្អូនណាបាទមិនមែនជាប្រភេទ website ដែលមិនមែនជាប្រភេទ account ដែលអត់ទាន់ទិញ license ទេអញ្ចឹងនៅក្នុងវីដេអូបន្ទាប់ក៏ខ្ញុំនឹងបង្ហាញជូនបងប្អូនដែរថារវាងការបាទ generate ហើយក៏ដូចជា download sound ពី Sano ដែលមាន license ហើយនឹងអត់ license វាខុសគ្នាមិនបងប្អូនណាបាទអញ្ចឹងសម្រាប់វីដេអូនេះគឺមានប៉ុណ្ណេះទេបងប្អូនគឺជាការបង្កើតនៅវីដេអូបាទហើយនៅវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញជូនបងប្អូនទាំងអស់គ្នាអំពីការផ្គុំវីដេអូបាទយើងបង្កើត sound ហើយយើងផ្គុំជាមួយនឹងវីដេអូចេញទៅជាវីដេអូមួយដែលមានលក្ខណៈបែប relax ហើយអ្វីដែលសំខាន់គឺអត់ជាប់ copyright ទេបងប្អូនណាបាទអត់ជាប់ copyright ហើយអត់ជាប់ use content ហើយបងប្អូនអាចធ្វើការបង្កើតហើយបន្ទាប់មកយើងអាចបង្ហោះនៅក្នុង channel យើងបានបងប្អូនណាបាទបងប្អូនអរគុណបងប្អូនអរគ្នាដែលបានចំណាយពេលវេលាតាមដានទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់ជាចុងក្រោយបងប្អូនកុំភ្លេចណាបាទជួយចុច like subscribe ហើយនោះកណ្ដឹងដើម្បីទទួលបាននូវចំណេះដឹងថ្មីៗពាក់ព័ន្ធជាមួយនឹងការសាងប្រាក់ចំណូលពី YouTube បាទក៏លើកក៏ដូចជាបច្ចេកទេសល្អៗនៅក្នុងការប្រើប្រាស់ AI ក៏ដូចជាចំណេះដឹងនៅក្នុងការផលិតមាតិកាជាពិសេសគឺមាតិកាសម្រាប់បណ្ដាញសង្គម YouTube បាទដើម្បីសាងប្រាក់ចំណូលពី YouTube